លាក់លែងចិត្ត Reuters ផ្សាយពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរដែលរងគ្រោះដោយការឈ្លានពានពីកងទ័ពចៅសៀមខណៈចំនួនជនភៀសសឹកកើនឡើងដល់ជាង27,000 នាក់លាក់លែងចិត្តហើយពិភពលោកកាន់តែដឹងច្បាស់ពីភាពពុតត្បុតរបស់ចៅសៀមទុក្ខវេទនារបស់ពលរដ្ឋខ្មែរស្លូតត្រង់ដែលរងគ្រោះដោយសារការឈ្លានពានដ៏សាហាវឃោរឃៅពីសំណាក់កងទ័ពចៅសៀមត្រូវបានលាតត្រដាងប្រាប់ពិភពលោកកាន់តែច្បាស់នៅពេលដែលទីភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Reuters បានផ្សព្វផ្សាយអំពីស្ថានភាពទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជានៅតាមជំរំនានាទីភ្នាក់ងារព័ត៌មាន Reuters បានចុះទៅផ្ទាល់ដល់ជំរំជនភៀសសឹកនានាហើយបានផ្តិតយកទិដ្ឋភាពទុក្ខលំបាកភាពសោកសៅខ្លោចផ្សាហួសពីការបរិយាយដោយជំរុំជនភៀសសឹកទាំងនោះមានមនុស្សច្រើនកកកុញជាពិសេសអ្នកខ្លះមានកូនតូចមានមនុស្សចាស់ជរាមានជនពិការខ្លះជាអ្នកជំងឺដែលពិបាកនឹងរស់នៅក្នុងស្ថានភាពបែបនេះទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាដែលជាអ្នកស្រឡាញ់និងស្រេកឃ្លាននៅសុខសន្តិភាពដែលនាំមកជូនដោយសម្ដេចតេជោបានជ្រាបច្បាស់ហើយដល់ Reuters ដែលកន្លងមកធ្លាប់តែចាញ់បោកចៅសៀមហើយស្ថានភាពដ៏អាក្រក់នេះក៏បានដឹងឮដល់ពិភពលោកផងដែរលោក Jen Emmanuel Ginting នាយកអង្គការទស្សនៈពិភពលោកឬ World Vision បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាកម្ពុជារៀបចំមជ្ឈមណ្ឌលជនភៀសសឹកជាង100កន្លែងនៅទូទាំងខេត្តចំនួន6ដែលផ្ដល់ទីជម្រកដល់ប្រជាជនរាប់សែននាក់ហើយទំហំនិងល្បឿននៃជនភៀសសឹកនេះបានបង្កមានភាពខ្វះខាតស្បៀងអាហារទីជម្រកទឹកផឹកនិងបង្គន់អនាម័យសូមបញ្ជាក់ថាសង្គ្រាមដែលទាហានចៅសៀមបានបញ្ឆេះដើម្បីចូលឈ្លានពានកម្ពុជាជាថ្មីនៅថ្ងៃទី7ខែធ្នូឆ្នាំ2025បានឈានចូលដល់ថ្ងៃទី7ហើយគិតមកទល់នឹងថ្ងៃសុក្រទី12ខែធ្នូឆ្នាំ2025នេះហើយយោងតាមលោកសិទ្ធិគឹមគុលមនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាគិតមកទល់ពេលនេះចំនួនជនភៀសសឹកកម្ពុជាបានកើនឡើងដល់ទៅ 86,684 គ្រួសារឬស្មើប្រមាណ 27,3162 នាក់សូមបញ្ជាក់ថាទាហានចៅសៀមបានធ្វើការវាយប្រហារដោយមិនរើសគោលដៅសម្ដៅទីតាំងមានជនស៊ីវិលរស់នៅដោយបណ្ដាលឲ្យជនស៊ីវិលកម្ពុជាចំនួន11នាក់បានស្លាប់ក្នុងនោះមានទារក1នាក់ផងនិងជនស៊ីវិល74នាក់ផ្សេងទៀតរងរបួសនេះបើយោងតាមរបាយការណ៍បង្ហាញគិតត្រឹមថ្ងៃទី11ខែធ្នូឆ្នាំ2025ឧបត្ថម្ភដោយសាប៊ូដុសខ្លួន Dr. Q ជួយឲ្យស្បែកទន់ភ្លឺរលោងការពារបាក់តេរី 99% ក្លិនក្រអូបបែបធម្មជាតិជាប់បានយូរយើងស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែរ